អូខេហើយសម្រាប់ poster មួយនេះគឺងាយស្រួលមែនទែនអ្នកគ្នាអាចធ្វើការទៅ design ខ្លួនឯងបានខ្ញុំគិតថាអត់ប្រហែលទេសម្រាប់ការធ្វើហ្នឹងហើយបាទសួស្តីបងប្អូនគ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមកធ្វើការបង្ហាញបងប្អូនទាំងគ្នាអំពីរបៀប design ទៅលើ banner អូខេអញ្ចឹង banner នេះគឺខ្ញុំបានពី Creative ហ្នឹងហើយគឺខ្ញុំ copy ពី site របស់គេមកហ្នឹងហើយអញ្ចឹងទំហំរបស់វាហ្នឹងគឺ8:1គុណឲ្យ3:15ហ្នឹងហើយអូខេអញ្ចឹងបើអ្នកគ្នាមានជាຂະຫນាតរបស់អ្នកគ្នាផ្ទាល់ខ្លួនហើយអ្នកគ្នាអាចធ្វើការបង្កើតបានហើយ design ឲ្យបានស្អាតជាងរបស់ខ្ញុំទៅអូខេអញ្ចឹងដើម្បីធ្វើការសម្រួលដល់ការងាររបស់យើងគឺខ្ញុំបានធ្វើការដាក់គម្រាបរូបភាពទាំងអស់ហ្នឹងឲ្យងាយស្រួលដើម្បីធ្វើការ design របស់យើងអញ្ចឹងបើសិនជាខ្ញុំអត់បានរៀបវាជាជួរអញ្ចឹងទេបើយើងទៅយកវានៅក្នុងfile របស់យើងគឺយើងចំណាយពេលវេលាយូរអូខេអញ្ចឹងដើម្បីធ្វើការអនុវត្តទៅលើការបង្កើត banner របស់យើងហ្នឹងមុនដំបូងអ្នកគ្នាអាចធ្វើការចូលមកបង្កើតផ្ទាំងក្រដាសមួយសិនមកហ្នឹងហើយចូលមក rectangle សិនមកហ្នឹងហើយបង្កើតផ្ទាំងក្រដាសវាហ្នឹងណាអូខេអញ្ចឹងផ្ទាំងក្រដាសវាគឺខ្ញុំយក851អូខេគុណឲ្យ315ចឹងអ្នកគ្នាចុចពីអូខេមកគឺវាលោតចេញផ្ទាំងក្រដាសមួយអូខេការចុចនេះមួយនេះមួយអូខេអញ្ចឹងអ្វីដែលសំខាន់គឺយើងចង់ធ្វើការចាក់ពណ៌ឲ្យបានអូខេគឺឲ្យបានដូចគេអញ្ចឹងគឺពណ៌បែបនេះណាអូខេអញ្ចឹងយើងធ្វើការចុចលើវាមួយមកហើយយើងយកពាក្យថា I drop Tool អូខេចុចលើវាមួយមកហើយយើងធ្វើការដាក់ពណ៌មួយនេះអូខេអញ្ចឹង color គឺខ្ញុំអត់ដាក់ឲ្យអស់ដែរអញ្ចឹងអ្នកគ្នាអាចធ្វើការបង្កើត color ក្នុងឯកមកអូខេអញ្ចឹងបន្ទាប់ពីហ្នឹងហើយគឺអ្នកគ្នាចុចទៅលើនឹងមួយហើយអ្នកគ្នាអាចធ្វើការចុច Control C ឃ្នាបបើកអូខេគឺយើងដាក់វាឲ្យវាចូលទៅក្នុងbackground របស់យើងផ្ទៃខាងក្រៅរបស់យើងណាអូខេអញ្ចឹងពេលយើងទាញទូរស័ព្ទមកដាក់លើនឹងមកគឺវានៅលើផ្ទៃ background របស់យើងអូខេអញ្ចឹងបន្ទាប់ពីហ្នឹងយើងធ្វើការមើលគេទៅរបស់គេទៀតអញ្ចឹងគឺយើងបង្កើតគេនេះគឺយើងបង្កើតrectangle វាតែរៀងមានរង្វង់កោណហ្នឹងហើយគឺធ្វើការចុចមកគេចុចមក rectangle របស់យើងទៀតមកចុចមក click ទៅលើ background របស់យើងអានេះគឺខ្ញុំយកវា22អូខេ22ខាងក្រោមគឺខ្ញុំដាក់វា68ចុចអូខេមកអញ្ចឹងគឺវាអត់លុបពណ៌ឲ្យយើងទេមូលហេតុអីមូលហេតុ background របស់យើងក៏ពណ៌ដែរអញ្ចឹងយើងអាចធ្វើការចុចកៅអៅត្រប់ tool វាធ្វើការយកពណ៌សអូខេចុចលើគេ smooth tool session tool របស់យើងច្រឡំមកពណ៌សហើយហ្នឹងហើយ smooth tool អូខេអញ្ចឹងយើងអាចធ្វើការទាញវារៀងវែងតិចមកប្រវែងហ្នឹងមកហ្នឹងហើយអូខេដាក់តាមចិត្តអ្វីអ្នកគ្នាចង់បានមកហើយប៉ុណ្ណឹងគឺប៉ុណ្ណឹងមកបន្ទាប់ពីហ្នឹងអ្នកគ្នាអាចធ្វើការចុចកន្លែងវងខាងក្រោមនេះមួយមកអូខេហើយយើងធ្វើការអូវាឡើងទៅលើអូខេវាមកពីរអញ្ចឹងអ្នកគ្នាចុចជំនាញសម្រាប់ចុចម្ដងទៀតចុចក្នុងវងហ្នឹងហើយយើងធ្វើការអូវាឡើងទៅលើបែបនេះអូខេស្អែកប៉ុណ្ណឹងគឺប៉ុណ្ណឹងមកខ្ញុំគិតថាយើងប៉ុណ្ណឹងចុះល្អបន្ទាប់ពីហ្នឹងអ្នកគ្នាអាចធ្វើការចុច Alt អូខេចុច Alt វាមួយមកពីវាចុច C ផងដើម្បីវាតស្មើបន្ទាប់ពីហ្នឹងអ្នកគ្នាអាចធ្វើការចុចទៅលើនឹងមួយហើយយើងយកខែត្រពុធัวយើងធ្វើការដាក់ពណ៌រៀងខ្មៅវាអត់ខ្មៅទេតែរៀងខ្មៅអូខេអញ្ចឹងបន្ទាប់ពីហ្នឹងអ្នកគ្នាអាចធ្វើការចុច background របស់យើងខាងក្រោមនេះវាពណ៌សក៏អូសវាទៅលើចុច C ផងដើម្បីវាតស្មើអូខេបន្ទាប់ពីហ្នឹងអញ្ចឹងគឺវាបាត់ហើយអញ្ចឹងអ្នកគ្នាអាចធ្វើការអូសវាចុះមកក្រោមសិនមកហ្នឹងហើយហើយយើងធ្វើការសេរីវាមកចុច arrow key របស់យើងខាងស្ដាំចុចឲ្យវាគ្រប់3ដងមក1 2 3អូខេហើយសម្រាប់នេះគឺយើងអាចធ្វើការសេរីវាបន្តិចមកហ្នឹងហើយសេរីវាប៉ុណ្ណេះមកអូខេចុច background ពណ៌សរបស់យើងវិញចុច rectangle របស់យើងអូខេអញ្ចឹងយើងថាចុច shift មកដើម្បីវាត្រង់ស្មើអូខេយកប៉ុណ្ណេះចុះអានេះយើងលើសពេកទៅការចុច arrow key ខាងឆ្វេងវិញអូខេវាចុះបែបនេះបន្ទាប់ពីហ្នឹងអ្នកគ្នាឈរទៅលើ background នៅលើ background របស់យើងពណ៌ខ្មៅហើយខ្ញុំច្រឡំ background រហូតហ្នឹងឯងគឺ rectangle របស់យើងពណ៌ខ្មៅហ្នឹងឯងអ្នកគ្នាអាចធ្វើការចុចហ្នឹងមកហើយយើងធ្វើការយក FX យកពាក្យថា blur អូខេយកពាក្យថា blur យក Gaussian blur Gaussian blur គឺអ្នកគ្នាដាក់មកល្មមមកខ្ញុំគិតថាយកប៉ុណ្ណេះចុះយក7អូខេយក7អ្នកគ្នាអាចធ្វើការវាយតំណឹងបានអត់បញ្ហាទេចុចអូខេមក opacity គឺខ្ញុំធ្វើការដកវា50អញ្ចឹងខ្ញុំដាក់តែ50%ទេចុចពាក្យ enter មួយអូខេគឺឃើញថាម៉េចឃើញថារាងស្អាតហើយ
អូខេអញ្ចឹងយើងការដាក់វាចូលមកទៀតមកគ្រានេះវាអត់សូវស្អាតអូខេយកប៉ុណ្្នេះចុះអូខេអញ្ចឹងបន្ទាប់ពីហ្នឹងហើយអ្នកគ្នាអាចធ្វើការចូលមកកាន់ banner របស់គេមកហើយយើងទៅមើលគេទៅមើលអក្សររបស់គេតើគេធ្វើម៉េចអូខេអញ្ចឹងអក្សររបស់គេគឺមានពណ៌ខៀវមួយហើយនិងពណ៌សមួយអញ្ចឹងអាពណ៌សនេះគឺជា stroke នៅពីខាងក្រៅពណ៌ខៀវអញ្ចឹងយើងធ្វើការទៅធ្វើវាទាំងអស់គ្នាអូខេអានេះគឺខ្ញុំមានហើយអូខេអញ្ចឹងយើងធ្វើការដកអក្សរពណ៌ខៀវចេញសិនហ្នឹងហើយបន្ទាប់ពីហ្នឹងអ្នកគ្នាអាចធ្វើការចុចជាប់មកហើយយើងធ្វើការអូសវាចុះក្រោមចុច C ផងអូខេបែបនេះអញ្ចឹងខាងលើនេះអ្នកគ្នាចុចលើវាមួយសំណោបន្ទាប់ពីនេះអ្នកគ្នាអាចធ្វើការដូរពណ៌បានដាក់ពណ៌សអូខេអញ្ចឹង stop វាយកទេបន្ទាប់ពីហ្នឹងហើយអ្នកគ្នាអាចធ្វើការចូលមកកាន់effect យកពាក្យថា paths ហើយយកពាក្យថា offset path អូខេ offset path នេះគឺខ្ញុំយកអានេះគឺ5អូខេហើយកន្លែង join នេះគឺ meter របស់យើងនេះគឺយើងដូរដាក់ round ហើយកន្លែង meter limit នេះគឺខ្ញុំធ្វើការដាក់វា5អូខេចុចវាអូខេមកគឺបានហើយអញ្ចឹងបន្ទាប់ពីហ្នឹងអ្នកគ្នាអាចធ្វើការចុចទៅលើអក្សរពណ៌ខៀវរបស់យើងហើយយើងធ្វើការអូសវាឡើងលើមកចុច C ផងដើម្បីត្រង់ស្មើអូខេគឺបែបនេះតោះអត់អូខេអញ្ចឹងបន្ទាប់ពីហ្នឹងគឺអ្នកអាចធ្វើការ select all ទាំងអស់នេះបានគឺធ្វើការចាប់ទាញវាដាក់ទៅលើគេលើ banner របស់យើងអូខេយកវាប៉ុណ្ណេះចាស់អូខេអញ្ចឹងគឺយើងរួចរាល់បានមកមកខាងលើនេះហើយអញ្ចឹងនៅសល់គេយើងទៅមើលរបស់គេទៀតអញ្ចឹងគឺនៅសល់គេនេះគឺនៅសល់កន្លែង rectangle របស់យើងហើយនិងអក្សររបស់យើងអូខេយើងទៅធ្វើ rectangle របស់យើងទៀតអញ្ចឹងយើងការចុចកន្លែងគេកន្លែង rectangle របស់យើងមកយើងធ្វើការចុចវាមួយចុចដូរវាមកយើងដូរវាដាក់38អានេះគឺយើងដាក់វា48អូខេមួយអញ្ចឹងគឺពណ៌គេគឺយើងចង់បានពណ៌ខៀវអញ្ចឹងអ្នកគ្នាអាចធ្វើការចុចកន្លែងអាចត្រាប់បធូរយើងចាក់វាដល់សំទោសយើងយកវាពណ៌សមិនពណ៌ខៀវទេសំទោសណាពេលយើងធ្វើពណ៌សចុចកន្លែង session tool របស់យើងគឺធ្វើការអូសវាឲ្យឆ្ងាយមកអូសវាវែងតិចមកអូខេវែងនេះចុះអូខេធ្វើការដាក់វាអូខ្លីពេកគឺធ្វើការអូសវាវែងតិចមកណាវែងតិចមកវែងចុះអូខេប៉ុណ្នេះបន្ទាប់ពីហ្នឹងអ្នកគ្នាអាចធ្វើការចុច Control Shift គ្នាបិទម្ដងទៀតមកសំទោសគ្នាបើកហើយយើងធ្វើការចុច Control គ្នាបិទអូខេបានប៉ុណ្ណឹងដាក់វាឡើងលើបន្តិចចុច Arrow key អូខេប៉ុណ្នេះអូខេអញ្ចឹងបន្ទាប់ពីហ្នឹងគឺយើងទៅសេអក្សរមកហ្នឹងហើយខ្ញុំមានអក្សររួចរាល់ហើយអ្នកគ្នាអាចធ្វើការសរសេរបានហ្នឹងហើយតែខ្ញុំអត់សរសេរទេគឺខ្ញុំមានអក្សររួចរាល់ហើយខ្ញុំបានធ្វើការរៀបចំវារួចរាល់ហើយណាហ្នឹងហើយធ្វើការចាប់ទាញអក្សររបស់យើងខិតលើហើយប៉ុណ្នេះអូខេចុចវាម្ដងខាងនេះតិចមកអូខេយកប៉ុណ្្នឹងចុះមើលទៅវាល្អហើយអូខេអក្សរនេះសំទោសទូរស័ព្ទនេះយើងអាចធ្វើការខិតមកលើតិចបានណាអត់បញ្ហាទេហ្នឹងហើយយើងអាចធ្វើការបន្ថែម space ឲ្យលើទូរស័ព្ទរបស់យើងអូខេយកប៉ុណ្នេះអញ្ចឹងគឺយើងរួចរាល់នៅខាងក្រោមហើយយើងទៅមើលទៀតមើលគេទៀតអញ្ចឹងគឺកែនេះគឺដាក់អក្សរកូនខ្មែរនិងកូនខ្មែរកូនសពអញ្ចឹងជាទៅការសរសេរមកអ្នកគ្នាអាចទៅការសរសេរបានហ្នឹងហើយកែរបស់ខ្ញុំគឺខ្ញុំមានរួចរាល់ហើយខ្ញុំអញ្ចឹងបន្ទាប់ពីហ្នឹងគឺយើងសល់អីគេគឺនៅសល់អក្សរនេះតោះណាអញ្ចឹងអក្សរហ្នឹងអ្នកគ្នាអាចទៅការសរសេរបានអត់បញ្ហាទេប៉ុណ្ណឹងហ្នឹងអូខេហើយសម្រាប់កន្លែងនេះកន្លែងនេះអ្នកគ្នាអាចធ្វើការនេះប្រើជាមួយនៅគេជាមួយ line segment tool របស់យើងបានអូខេអញ្ចឹងយើងអាចធ្វើការចាក់វាចេញមកហ្នឹងហើយចុច C ជាប់មកចុច C ជាប់សារថ្មីចុច C ជាប់មកអូខេគឺត្រង់អានេះបន្ទាប់ពីហ្នឹងអ្នកគ្នាអាចធ្វើការយក fill វាពណ៌សមកហើយ stock វាគឺយើងយកមួយហ្នឹងហើយអូខេអញ្ចឹងគឺប៉ុណ្្នឹងហើយអស់ហើយតែប៉ុណ្្នឹងទេហ្នឹងហើយអាហ្នឹងណាអូខេ Control Save វាសិនអូខេយើងធ្វើការទាញវាដាក់ចូលក្នុង banner របស់យើងចុចsearch tool របស់យើងមកធ្វើការ copy វាទាំងអស់បែបនេះអូខេបែបនេះមកធ្វើការចុច C ផងឲ្យវាត្រង់ស្មើអូខេអូខេអញ្ចឹង banner របស់យើងគឺមើលទៅដូចរួចរាល់អស់ហើយអត់មានអីជាបញ្ហាទេហ្នឹងហើយអូខេអញ្ចឹងបន្ទាប់ពីហ្នឹងអ្នកគ្នាចង់ប្រវត្តិអីគេអ្នកប្រវត្តិកែមចេញខាងក្រៅ document របស់យើង
អូខេអញ្ចឹងអ្នកគ្នាអាចការបង្កើតផ្ទាំងกระดาษវាមួយទៀតមកហ្នឹងហើយចូលទៅទាំងករបស់យើងចុចលើវាមួយមកបន្ទាប់ពីហ្នឹងអ្នកគ្នាអាចធ្វើការវាយទំហំกระดาษមិញហ្នឹងគឺ8 51អូខេ8 51ហើយគុណឲ្យ3 15ចុចអូខេមកចុចវាដាក់កដាលចុចកន្លែង session tool របស់យើងអូខេយើងធ្វើការអូសវាបែបនេះមកឥឡូវយើងធ្វើការអូសឲ្យចេញសិនហើយបើវាទៅអូខេចុច circle ថ្មីបន្ទាប់ពីហ្នឹងហើយអ្នកគ្នាអាចធ្វើការចុច mouse ស្ដាំលើវាយើងយកពាក្យថា make clipping mask អូខេអានេះគឺរួចរាល់ហើយបតងជាមួយនឹងការធ្វើ banner របស់យើងអូខេអានេះខ្ញុំលុបចោលដាក់វានៅកណ្ដាលមកស៊ូវាតិចអូខេយកប៉ុណ្ណេះអូខេហើយសម្រាប់ poster មួយនេះគឺងាយស្រួលមែនតើអ្នកគ្នាអាចធ្វើការទៅ design ខ្លួនឯងបានខ្ញុំគិតថាអត់ប្រហែលទេសម្រាប់ការធ្វើហ្នឹងហើយអូខេហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណជំរាបលាបើសិនជាមានការឆ្ងល់អ្នកគ្នាអាចធ្វើការ comment ក្រោម TikTok របស់ខ្ញុំបានអូខេបាយបាយ